ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាឥឡូវនេះម៉ោង 7:12 យប់ហើយនេះគឺជាឆ្នាំបញ្ចុះសាល់ល្អិតនេះខ្ញុំទិញឲ្យសម្រាប់កូនស្រីរបស់ខ្ញុំគាត់មានអាយុ75ឆ្នាំហើយ4ឆ្នាំជាងបងប្អូនអញ្ចឹងខានបញ្ចុះសាល់ល្អិតយូរហើយអញ្ចឹងថ្ងៃហ្នឹងនាងខ្ញុំថតជាវីដេអូឲ្យបង្ហាញបងប្អូនថាថ្ងៃហ្នឹងខ្ញុំឲ្យកូនខ្ញុំញ៉ាំថ្នាំបញ្ចុះសាល់ល្អិតហ្នឹងទម្លាក់សាល់ល្អិតហ្នឹងចាដើម្បីឲ្យគាត់ញ៉ាំអាហារបានច្រើនហើយឡើងគីឡូគាត់ពិបាកក្នុងការឡើងគីឡូហើយគាត់ញ៉ាំតែគាត់ភាគច្រើនគាត់ញ៉ាំចំណីហើយគាត់ឈឺច្រើនអញ្ចឹងហើយអត់សូវបានឲ្យគាត់ញ៉ាំថ្នាំបញ្ចុះសាល់ល្អិតទេអញ្ចឹងខ្ញុំសូមបញ្ជាក់បងប្អូនថាថ្នាំបញ្ចុះសាល់ល្អិតមិនថាកូនក្មេងមិនថាមនុស្សចាស់ទេនិយាយទៅពេទ្យខ្លះគាត់ណែនាំឲ្យយើងញ៉ាំថ្នាំនៅពោះទៅទេពេទ្យខ្លះគាត់ណែនាំឲ្យយើងញ៉ាំថ្នាំពេលញ៉ាំអាហារជាមួយគ្នាក៏បានគឺតែយើងត្រូវញ៉ាំពេលចាប់ពីពេលយប់ទៅចាអញ្ចឹងឥឡូវនេះម៉ោង 7:12 យប់ហើយនាងខ្ញុំឥឡូវកូននាងខ្ញុំកំពុងតែញ៉ាំពងមាន់អាំងញ៉ាំរួចខ្ញុំនឹងឲ្យគាត់ញ៉ាំថ្នាំហ្នឹងហើយចារបស់កូនក្មេងញ៉ាំតែម្ដងទេបងប្អូនតែសម្រាប់មនុស្សពេញវ័យអានេះខ្ញុំទិញសម្រាប់ខ្ញុំហើយនឹងកូនប្រុសខ្ញុំនេះសម្រាប់មនុស្សពេញវ័យអញ្ចឹងពេទ្យគ្រប់រូបឲ្យថ្នាំផ្សេងគ្នាទៅតាមហ្វាម៉ាស៊ីដែលគាត់លក់ហើយទៅតាមអ្វីដែលគាត់បានរៀនសូត្រមកអញ្ចឹងទៅថ្នាំណាគាត់គិតថាល្អគាត់ឲ្យយើងយកថ្នាំនេះមកប្រើហើយនេះថ្នាំរបស់មនុស្សធំនេះយើងលេប3យប់ជាប់គ្នាមួយយប់មួយគ្រាប់អញ្ចឹងយើងញ៉ាំថ្នាំហ្នឹងពេលដែលយើងញ៉ាំអាហារហើយយើងញ៉ាំថ្នាំហ្នឹងពេលដែលយើងមុនពេលដែលយើងចូលគេងអញ្ចឹងមុនពេលដែលយើងចូលគេងហ្នឹងទៅញ៉ាំថ្នាំទម្លាក់សត្វល្អិតហ្នឹងទៅវាធ្វើឲ្យយើងចាវាធ្វើឲ្យសត្វល្អិតនៅក្នុងពោះវៀនរបស់យើងហ្នឹងវាស្រោបថ្នាំហ្នឹងបានល្អនេះបងប្អូនអញ្ចឹង2នាក់6ចា2នាក់6ប្រអប់ពេលដែលនាងខ្ញុំទិញថ្នាំបញ្ចុះសត្វល្អិតពេទ្យតែងតែឲ្យផ្សេងគ្នាប៉ុន្តែបើសិនជាពីមុនពេទ្យអាសាឲ្យប្រើបេនតា500ចានៅគេថាទម្លាក់ព្រូនចង្កឹះអៀនអីចឹងណាចាតែឥឡូវមានថ្នាំចេញថ្មីច្រើនទៀតនឹងនាងខ្ញុំញ៉ាំថ្នាំហ្នឹងបងប្អូនឥឡូវនាងខ្ញុំញ៉ាំឲ្យបងប្អូនមើលនេះការទម្លាក់សត្វល្អិតរបស់នាងខ្ញុំហើយនាងខ្ញុំសួរបញ្ជាក់ពេទ្យទៀតថាតើនាងខ្ញុំគួរតែបញ្ចុះសត្វល្អិតនៅក្នុងឈាមឬនៅក្នុងកាពះពោះវៀនហើយពេទ្យគាត់បញ្ជាក់ប្រាប់ខ្ញុំថាបើសិនជាចង់ញ៉ាំថ្នាំទម្លាក់សត្វល្អិតនៅក្នុងឈាមតើតែធ្វើការពិនិត្យច្រើនពិនិត្យទាំងលាមកពិនិត្យទាំងឈាមនេះពេទ្យគាត់ឲ្យយោបល់ខុសគ្នាអញ្ចឹងបងប្អូនចាមែនទូទៀតនេះបងប្អូនមកគ្រាប់3យប់បងប្អូនដែលមានបញ្ហាកទួលលមាស់នៅលើស្បែកឡើងមុនឡើងអីដែរអត់ដឹងមូលហេតុអញ្ចឹងណាបងប្អូនសាកបញ្ចុះសត្វល្អិតមើលចាបើសិនជាយើងខានបញ្ចុះយូរហើយយើងគួរតែបញ្ចុះហើយសម្រាប់អានេះគ្រាន់តែការយល់ឃើញរបស់ខ្ញុំទេបងប្អូនពេទ្យខ្លះគាត់ឲ្យយើងបញ្ចុះ3ខែម្ដងពេទ្យខ្លះគាត់ឲ្យយើងបញ្ចុះ6ខែម្ដងចឹងហើយអានឹងវាអាស្រ័យទៅលើការយល់ដឹងរបស់បងប្អូនបន្ថែមទៅហើយនឹងខ្ញុំគិតថាវាអាចទៅតាមប្រភេទថ្នាំផងដែរចាតែបើសម្រាប់នាងខ្ញុំបើសិនជាអាចនាងខ្ញុំបញ្ចុះ3ខែម្ដងពីព្រោះសម័យឥឡូវមិនថាបន្លែមិនថាអីទេយើងញ៉ាំចូលចិត្តញ៉ាំបន្លែឆៅសាច់ឆៅអីចឹងយើងគួរតែបញ្ចុះ3ខែម្ដងទៅហើយ2ខែជាប់គ្នាអីចឹងទៅ2ដងជាប់គ្នាចឹងទៅ3ខែម្ដងហ្នឹងចាំយើង6ខែចឹងតាមពេលវេលាដែលបងប្អូនមានចឹងតែឥឡូវនាងខ្ញុំចាឆ្នាំល្អិតរបស់យើងឆ្នាំល្អិតចំណាំឆ្នាំនិយាយទៅរាល់ឆ្នាំបញ្ចុះសត្វល្អិតគេតម្រូវឲ្យយើងទៅពីបងប្អូនណាម៉ែគេទៅពីទៅឲ្យចង់លេបនេះហ្នឹងបងម៉ាក់តានេះអូចង់លេបនេះអាហ្នឹងលេបអាហ្នឹងក៏លេបអាហ្នឹងក៏លេបអាហ្នឹងក៏ខាំអូចង់លេបអាហ្នឹងម៉ាក់លេបក៏ខាំ
ខាងអត់ល្វីងទេថ្នាំចុះសល់អត់ផ្អែមមើលអូន unboxing មើលកូនអូន unboxing ខ្លួនឯងនេះអត់មានទេអាទុយខ្ញុំអត់មានទេខ្ញុំគាត់ដាក់ទៅunboxing ខ្លួនឯងមើល ម៉ែយកឲ្យបងស្រាក់មួយ ចាំឲ្យបងស្រាក់ញ៉ាំបាយសិនអូនញ៉ាំតែបោះអូនសិនគេនឹងមកញ៉ាំថ្នាំតម្លាក់សត្វល្អិតកដាលត្រៀតជាមួយម៉ាក់មួយកូនពីព្រោះហ្នឹងគេតម្រូវញ៉ាំយប់ចឹងហើយទើបនឹងខ្ញុំថតវីដេអូពេលយប់តាមធម្មតាខ្ញុំថតវីដេអូនៅពេលព្រឹកទេប៉ុន្តែថតពេលព្រឹកយើងញ៉ាំមិនកើតចឹងហើយខ្ញុំថតយប់ពេលញ៉ាំហ្នឹងឲ្យបងប្អូនមើលតែម្ដងពីព្រោះមានបងប្អូនឆ្ងល់ច្រើនឬបញ្ហាតម្លាក់សត្វល្អិតបាទទេចាឥឡូវដល់វគ្គកូនខ្ញុំទៅចង់ហែកខ្លួនឯងមកនេះហែកអីអូនយ៉ាចាអញ្ចឹងបងប្អូនខ្ញុំសូមបញ្ជាក់ម្ដងទៀតណាខ្ញុំក៏សួរបញ្ជាក់ពីពេទ្យមកដែរខ្ញុំសួរថាតើញ៉ាំពេលពោះទៅទេឬក៏ពេលមានអាហារគាត់ថាញ៉ាំមុនពេលចូលគេងទៅពេលពោះទៅទេក៏បានពេលមានអាហារក៏បានគ្រាន់ថាសំខាន់ញ៉ាំពេលយប់ចាលឹកសិនណាកូនអត់ហើយអត់វិញទេផ្អែមចាហ្នឹងគេតាពីចាខំតាពីកូនអត់ជក់ទេកូនតាពីវាឲ្យតិចទៅចាំអូនញ៉ាំទឹកតាមក្រោយនេះបោះមនុស្សចាស់បងប្អូនអានេះបោះខ្ញុំញ៉ាំពេលហ្នឹងណាចានេះបោះកូនស្រីរបស់ខ្ញុំចាគាត់អាសាឈឺពេកងាកក្រុមពោះវៀនងាកលៀកពោះវៀនដល់ពេលអញ្ចឹងខ្ញុំក៏សម្រាប់ចិត្តថាតម្លាក់សត្វអត់ឲ្យគាត់ម្ដងទៀតព្រោះខានតម្លាក់យូរហើយយូរខ្លាំងមែនតើហើយមួយរយៈហ្នឹងក៏គាត់អាសាលមាស់ស្បែកធ្វើមកអីចឹងខំមិនបានទេហើយមិនខំមិនបានម៉ែអូនថ្មីអូនបាក់តកៅស៊ីថ្មិញអត់មានថ្មិញទេបងប្អូនពេលចឹងទៅពីអត់បានគេខំនៅស្គៀមកូនបើមិនចឹងអូនខំថ្មិញមុខមើលវាមិនដែរញ៉ាំនំញ៉ាំអីតាពីអីកើតដល់ពេលឲ្យតាពីថ្នាំមិនចឹងថាម៉េចនៅញ៉ាំកុំយកដៃលេចានឹងបងប្អូនខ្ញុំថតឲ្យបងប្អូនមើលញ៉ាំទាំងបាយទាំងកូនហ្មងណាចាសម្រាប់មនុស្សចាស់ខ្ញុំសូមបញ្ជាក់បងប្អូនម្ដងទៀតញ៉ាំ3យប់ជាប់គ្នាញ៉ាំនៅពេលយប់មុនពេលចូលគេងពោះទៅទេក៏បានពេលមានអាហារក៏បានដែរបងប្អូនតែថ្នាំខ្លះឲ្យញ៉ាំពោះទៅទេថ្នាំខ្លះឲ្យញ៉ាំជាមួយអាហារថ្នាំខ្លះក្រោយអាហារ2ម៉ោងអីចឹងទៅតែគ្រាន់ថាឲ្យមានអាហារតិចចាញ៉ាំ3ថ្ងៃជាប់គ្នាសម្រាប់មនុស្សធំចាកូនក្មេងញ៉ាំតែមួយថ្ងៃទេញ៉ាំតែមួយយប់ទេនេះរបស់កូនក្មេងណាបងប្អូនហើយនឹងខ្ញុំទៅទិញហ្នឹងទិញនៅហ្វាម៉ាស៊ីដែលគាត់ជាពេទ្យដែលគាត់អាត្រែកមកពីពេទ្យធំអញ្ចឹងពេទ្យកុមារអញ្ចឹងខ្ញុំកូនខ្ញុំឈឺនេះខ្ញុំទៅតែហ្នឹងទេហើយនឹងការណែនាំរបស់គាត់ឲ្យញ៉ាំអាហ្នឹងណាបងប្អូនសម្រាប់កូនខ្ញុំណាអញ្ចឹងបងប្អូនដែលមានកូនតូចបងប្អូនអាចធ្វើការចុះសត្វល្អិតបានប៉ុន្តែបងប្អូនត្រូវតែសួរបញ្ជាក់ពីពេទ្យទៀតនេះនាងខ្ញុំគ្រាន់តែបង្ហាញចាពីឆ្នាំរបស់កូនខ្ញុំនិងខ្ញុំទេចាអត់នៅកូនម៉ោង7:12យប់បងប្អូនចាអរគុណមានតែប៉ុណ្្នឹងទេបងប្អូនជម្រាបលាញ៉ាំហើយអូនជម្រាបលាបងប្អូនជម្រាបលាបងប្អូនអ៊ំពូមីងបាយបាយ